ប្រព័ន្ធរចនាសម្ព័ន្ធពិតប្រាកដនិងបង្កើតទ្រព្យសម្បត្តិដែលអាចរស់បានដោយខ្លួនឯងដោយសារប្រព័ន្ធការងារការពារទាំងទ្រព្យសម្បត្តិការពិតទាំង10ហេតុអ្វីបានជាអាជីវកម្មគ្រួសារខ្វះប្រព័ន្ធគ្រប់គ្រងត្រូវបរាជ័យអូខេនិយាយចំវីដេអូនេះគឺធ្វើឡើងមកសម្រាប់បងប្អូនអាជីវកម្មយើងណាដែលកំពុងតែហៅថារកស៊ីឬមួយក៏ធ្វើការនៅក្នុងបែបគ្រួសារគ្រប់គ្រងបែបគ្រួសារអញ្ចឹងណាលក្ខណៈ family management ណាហើយយើងដឹងថាអ្នកដែលឆ្លងកាត់រឿងហ្នឹងគឺយើងដឹងហើយគឺវាអត់សូវស្រួលទេហើយខ្ញុំក៏បានធ្វើ research មួយចំនួនតាក់ទងនឹងកន្លែងហ្នឹងហើយខ្ញុំចង់ស្វែងយកចំណុច10យ៉ាងដែលធ្វើឲ្យបរាជ័យហ្នឹងហើយខ្ញុំបានធ្វើ research ហ្នឹងខ្ញុំ base ទៅលើ Gemini 3.5 Flash thinking level គឺ extended ហើយហ្នឹងហើយអញ្ចឹងមាន10ចំណុចអញ្ចឹងយើងនឹង go through ជាមួយគ្នាមើលហើយតើវាយ៉ាងម៉េចយ៉ាងណាហើយបញ្ជាក់ម្ដងទៀតតែនេះវីដេអូនេះការចែកម្លែកនេះគឺជាការចែកម្លែកជ្រៅជ្រាវទាំងអស់គ្នាហើយខ្ញុំក៏ចង់ដឹងយ៉ាងលឺហើយក៏ខ្ញុំកំពុងតែឆ្លងកាត់រឿងដែរអញ្ចឹងខ្ញុំក៏ចង់ដឹងថាតើរឿងដែលធ្វើឲ្យយើងបរាជ័យហ្នឹងអីគេខ្លះដើម្បីយើងស្រួលយកចំណេះដឹងហ្នឹងមកលក្ខណៈទប់ស្កាត់វាវិញអញ្ចឹងទៅអញ្ចឹងអូខេកុំឲ្យខាតពេលវេលាយូរទៀតយើងចាប់ដើមចូលទៅតែម្ដងអញ្ចឹងចំណុចទី1គេអញ្ចឹងអូខេចំណុចទី1គឺការបាក់ឆ្អឹងពេលផ្នែកអាជីវកម្មទៅចំនួនក្រោយអានទី1 The Legacy Trap ការពិតជាសកលនៅក្នុងស្រុក70% នៃអាជីវកម្មគ្រួសារមិនអាចឈានជើងហួសពីចំនួនស្ថាបនិកចំនួនទី1អាហ្នឹងគឺសំដៅលើភាគច្រើនគឺឪពុកម្ដាយហ្នឹងហើយទៅកាន់កូនចៅចំនួនទី2បានឡើយការដួលរលំនេះកម្រកើតឡើងដោយសារខ្វះចំណូលណាស់ប៉ុន្តែវាសឹងតែទាំងស្រុងកើតឡើងដោយសារតែខ្វះរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការកំណត់ថាអ្នកណាជាអ្នកមានអំណាចសម្រេចចិត្តនៅពេលដែលឪពុកម្ដាយគាត់ដើរចេញឬមួយក៏គាត់សម្រាប់ពីការងារអូខេ make sense និយាយចំ make sense កន្លែងហ្នឹងគឺបែបអាជីវកម្មគ្រួសារពេលខ្លះចង់និយាយថាវាអត់ច្បាស់លាស់អត់ដឹងអត់បានបែងចែកថាតើអ្នកណាគេអ្នកសម្រេចហើយពេលខ្លះទៅមានគ្នាច្រើនពេកចឹងទៅមិនដឹងថាសម្រេចវាមិនអីទេព្រោះអត់បានបែងចែកបានច្បាស់លាស់ហើយគឺចង់និយាយថាមានច្រើនទិសការសម្រេចចិត្តមានច្រើនទិសពេកអានេះចំពោះខ្ញុំឃើញផ្ទាល់ថាអញ្ចឹងដែរហើយវាជាចំណុចមួយដែលធ្វើឲ្យក្រុមលក្ខណៈអាជីវកម្មបែបគ្រួសារវាបរាជ័យមែនអូខេអញ្ចឹងឥឡូវចំណុចទី2ឯគេចំណុចទី2គឺឪពុកម្ដាយធ្វើគ្រប់រឿងអូខេអញ្ចឹងជាការពិតនៅក្នុងអាជីវកម្ម SME កម្ពុជាភាគច្រើនរាល់ការសម្រេចចិត្តទាំងអស់ចាប់តាំងពីការទិញសម្ភារៈការិយាល័យរហូតដល់ការចុះកិច្ចសន្យាធំត្រូវតែឆ្លងកាត់ការយកព្រមព្រៀងពីស្ថាបនិកអាហ្នឹងគឺភាគច្រើនគឺសំដៅលើឪពុកម្ដាយនេះដែរនេះបង្កើតឲ្យមានការគាំងដំណើរការ centralized paralysis អាជីវកម្មមិនអាចពង្រីកខ្លួនឯងបានទេព្រោះការរីកចម្រើនរបស់វាត្រូវកម្រិតដោយកម្លាំងកាយនិងពេលវេលារបស់ឪពុកម្ដាយតែម្នាក់គត់អូខេ yes កន្លែងហ្នឹងខ្ញុំក៏បានឃើញខ្ញុំមើលឃើញដែរអញ្ចឹងគឺអាជីវកម្មបែបគ្រួសារភាគច្រើនគឺឪពុកម្ដាយគឺគាត់ធ្វើគ្រប់រឿងគ្រប់បែបទាំងអស់គាត់មិនទាន់ចេះ delegate ទេ delegate ការងារអាហ្នឹងខ្ញុំដូចជាយល់ស្របដែរហើយជាមួយបងប្អូនយើងដែលកំពុងតែនៅក្នុងគេហៅថាប្រកបនៅក្នុងអាជីវកម្មបែបគ្រួសារហ្នឹងតើយល់ស្របជួយ comment តាមនឹងផងមួយចំណុចបើសិនជាត្រូវកន្លែងណាអីជួយ comment ជួយឲ្យយោបល់គ្នាផងព្រោះខ្ញុំក៏កំពុងតែធ្វើ research ហ្នឹងដែរខ្ញុំកំពុងតែមើលដែរហើយខ្ញុំចែកម្លែកដើម្បីឲ្យបងប្អូនយើងណាដែលកំពុងឆ្លងកាត់ឬមួយក៏មានវិធីណាល្អជាងហ្នឹងជួយចែកម្លែកផងដែរអញ្ចឹងណាអូខេឥឡូវយើងចូលដល់ចំណុចទី3គឺគេអន្ទាក់ស្មានថាបងប្អូនធ្វើហើយអង់គ្លេសថា drop the balls អូខេអញ្ចឹងការពិតបើគ្មានគំរូប្លង់នៃការទទួលខុសត្រូវច្បាស់លាស់ accountability chart ទូនីតិនីមួយៗត្រូវបានបែងចែកយ៉ាងធូររលុងផ្នែកលើទំនាក់ទំនងគ្រួសារជាជាងសមត្ថភាពពិតប្រាកដឧទាហរណ៍បងមើលខាងលក់ប្អូនមើលខាងលុយកាក់ដោយសារតែខ្សែបន្ទាត់ការងារវាមិនច្បាស់លាស់កិច្ចការប្រតិបត្តិការសំខាន់ត្រូវរបូតបាត់ព្រោះម្នាក់គិតថាបងប្អូនរបស់ខ្លួនបានធ្វើវារួចហើយអូខេកន្លែងហ្នឹងគឺ
កន្លែងហ្នឹង yes ពេលខ្លះពេលយើងអត់គេថាបងអត់បែងចែកភាពទទួលខុសត្រូវច្បាស់លាស់ធ្វើឲ្យគ្រប់គ្នាមិនបែងទិសអត់ដឹងថាធ្វើមិនហើយស្មានថាបងធ្វើនេះស្មានក៏បងអូនធ្វើចេះចុងបញ្ចប់អត់បានសាច់កាយសោះឬមួយក៏ការងារអត់បានជោគជ័យអាហ្នឹងក៏ខ្ញុំឃើញដែរអញ្ចឹងបងប្អូនមានច្បងយ៉ាងម៉េចជួយបន្ថែមទៀតចំណុចទី4ភាពរកម្មរកូសដោយសារមានមេច្រើនពេកអូខេ interesting អូខេការពិតនៅក្នុងក្រុមហ៊ុនគ្រួសារដែលគ្មានប្រព័ន្ធបុគ្គលិកច្រើនតែរងសម្ពាធពីបញ្ជាដែលផ្ទុយគ្នាណាសូមអានម្ដងទៀតនៅក្នុងក្រុមហ៊ុនគ្រួសារដែលគ្មានប្រព័ន្ធបុគ្គលិកច្រើនតែរងសម្ពាធពីបញ្ជាដែលផ្ទុយគ្នាឪពុកបញ្ជាផ្សេងម្ដាយបង្គាប់ផ្សេងហើយកូនច្បងណែនាំមួយបែបផ្សេងទៀតនេះធ្វើឲ្យបុគ្គលិកវង្វេងបំផ្លាញប្រសិទ្ធភាពការងារនិងធ្វើឲ្យមនុស្សពូកែសម្រេចចិត្តដើរចេញពីក្រុមហ៊ុនអូខេ make sense អូខេឥឡូវចូលចំណុចទី5ការរត់ចោលជួររបស់មនុស្សក្រៅគ្រួសារដែលមានសមត្ថភាពការពិតបុគ្គលិកអាជីពដែលមានសមត្ថភាពខ្ពស់និងសម្រេចចិត្តលាឈប់ពីអាជីវកម្មគ្រួសារនៅថ្ងៃណាមួយបើពួកគេមើលឃើញថាមានរបាំងរារាំងការរីកចម្រើន glass ceiling នៅពេលដែលអ្នកក្រៅដឹងថាប្រាក់ខែអំណាចនិងការឡើងតំណែងតែងតែធ្លាក់ទៅលើសាច់ញាតិដោយមិនខ្វះពីសមត្ថភាពឬលទ្ធផលការងារពួកគេនឹងចាក់ចែងទៅជួយគូប្រជែងដែលមានប្រព័ន្ធច្បាស់លាស់ជាងអូខេយ៉ាងមកគេដែរត្រឹមត្រូវចង់និយាយថាបើយើងគិតមើលបើសិនជាយើងជាបុគ្គលិកឬមួយក៏អីក៏ដោយបើសិនជាកន្លែងដែលចង់និយាយថាអត់មានការបែងចែកឲ្យច្បាស់លាស់ទៅលើសមត្ថភាពត្រឹមត្រូវទេអាងក៏វាថាបងប្អូនឬមួយក៏ខ្សែអញ្ចឹងទៅច្បាស់ណាស់ជាបុគ្គលិកដែលគេមានសមត្ថភាពច្បាស់ជាគេមិននៅអញ្ចឹងកន្លែងនេះខ្ញុំដូចជាគ្រប់គ្រងដែរទី6ការលេចធ្លាយហិរញ្ញវត្ថុលុយក្រុមហ៊ុនជាលុយខាប៉ៅផ្ទាល់ខ្លួនអូខេការពិតចំណុចខ្សោយដ៏ធំមួយរបស់អាជីវកម្មធុនតូចនិងមធ្យមនៅក្នុងស្រុកគឺការចាត់ទុកលំហូរទុនរបស់ក្រុមហ៊ុនជាការបុកលុយផ្ទាល់ខ្លួនរបស់គ្រួសារបើគ្មានខ្សែបន្ទាត់ច្បាស់លាស់រវាងទុនអាជីវកម្មនិងការចំណាយផ្ទាល់ខ្លួនក្រុមហ៊ុនច្រើនតែជួបវិបត្តិសាច់ប្រាក់ភ្លាមព្រោះការចំណាយប្រតិបត្តិការពិតប្រាកដមិនដែលត្រូវបានកត់ត្រាត្រឹមត្រូវឡើយអូខេអានឹងយើងត្រូវប្រយ័ត្នយ៉ាងដែរណាលក្ខណៈអាជីវកម្មគ្រួសារភាគច្រើនយ៉ាងមែនគឺអត់មានការកត់បញ្ជីច្បាស់លាស់អូខេត្រឹមត្រូវអូខេចំណុចទី7ការគ្រប់គ្រងលើតុបាយ dinner table governance ការពិតដោយសារតែខ្វះរចនាសម្ព័ន្ធគ្រប់គ្រងផ្លូវការឬគ្មានការប្រជុំរាជការតាមការកំណត់ការពិភាក្សាអាជីវកម្មច្រើនតែធ្វើឡើងដោយមិនផ្លូវការនៅលើតុបាយគ្រួសារជុំម្ដងទៀតការពិភាក្សាអាជីវកម្មច្រើនតែធ្វើឡើងដោយមិនផ្លូវការនៅលើតុបាយគ្រួសារអូខេនៅពេលរឿងនេះកើតឡើងអារម្មណ៍ផ្ទាល់ខ្លួនរឿងឆ្លោះប្រកែកគ្នាចាស់នឹងការលំអៀងទៅរកកូនម្នាក់នឹងចូលមកជំនួសទិន្នន័យទីផ្សារនិងយុទ្ធសាស្ត្រអាជីវកម្មបែបអាជីពអូខេ yes និយាយចំបងប្អូនយើងណាដែលចង់និយាយថាធ្វើការរាល់ថ្ងៃបែបលក្ខណៈអាជីវកម្មបែបគ្រួសារហ្នឹងគឺអាចនឹងយកច្រើនគឺពេលបាយហ្នឹងឯងពេលល្ងាចឬមួយថ្ងៃត្រង់ឥឡូវភាគច្រើនបើសិនជាបាយជុំនេះគឺហ្នឹងឯងគឺកន្លែងតុប្រជុំហ្នឹងឯងសឹងថាមួយចំនួនធំពេលខ្លះបាយឬមួយក៏ម្ហូបអាហារពេលហ្នឹងគឺអត់មានឆ្ងាញ់ទេនិយាយចំអូខេអាហ្នឹងចំពោះខ្ញុំក៏ចង់និយាយថាវាត្រឹមត្រូវវាការពិតអូខេចំណុចទី8វិបត្តិនៃការទុកចិត្តផ្ទុយនឹងសមត្ថភាពការពិតការដាក់សាច់ញាតិឲ្យកាន់តំណែងសំខាន់ដូចជាប្រធានផ្នែកហិរញ្ញវត្ថុឬប្រតិបត្តិការត្រឹមតែដោយសារតែពាក្យថាទុកចិត្តទាំងដែលពួកគេខ្វះការអប់រំឬជំនាញគឺជារូបមន្តឆ្ពោះទៅរកការបរាជ័យប្រព័ន្ធច្បាស់លាស់នឹងធានាថាមនុស្សត្រឹមត្រូវអង្គុយលើកៅអីត្រឹមត្រូវ right people right seats ដែលជាការពារទាំងអាជីវកម្មនិងការពារទាំងសមាជិកគ្រួសារមិនឲ្យខូចខាតការងារអូខេនឹងនិយាយចំទៅគឺចង់និយាយថា
ដោយសារតែពេលខ្លះយើងដាក់មនុស្សនៅកន្លែងកាន់លុយកន្លែងអីមិនមែនដោយសារតែគាត់មានសមត្ថភាពទេគឺដោយសារតែទុកចិត្តទៅមួយគត់ដោយសារតែមិនហ៊ានប្រើអ្នកដទៃអញ្ចឹងអានេះក៏ជាចំណុចមួយអូខេអាហ្នឹងយើងអាចជជែកគ្នាបានយើងអាចឲ្យយោបល់គ្នាបានមើលតើវាយ៉ាងម៉េចកន្លែងហ្នឹងព្រោះខ្ញុំកន្លែងហ្នឹងរៀងស្ពឹស្ពើដែរអូខេចូលដល់ចំណុចទី9ពីដាននៃការរីកចម្រើនរបស់ SME អូខេការពិតការគ្រប់គ្រងបែបមិនផ្លូវការផ្នែកលើអារម្មណ៍និងការទុកចិត្តក្នុងគ្រួសារអាចដំណើរការទៅមុខយ៉ាងរលូននៅពេលអ្នកមានបុគ្គលិកត្រឹម5ទៅ10នាក់ប៉ុន្តែនៅពេលដែលអាជីវកម្មរីកធំដល់30នាក់និង50នាក់ឬច្រើនជាងនេះទម្រង់គ្រប់គ្រងបែបអាណាធិបតេយ្យនេះនឹងត្រូវបែកបាក់បើគ្មានអ្នកដឹកនាំកណ្ដាលនិងទូនាទីច្បាស់លាស់ការព្យាយាមពង្រីកខ្លួននឹងធ្វើឲ្យគុណភាពសេវាកម្មឬផលិតផលធ្លាក់ចុះភ្លាមអូខេអ្វីជារឿងមួយដែលគាត់សម្គាល់ដែរអូខេអញ្ចឹងចូលដល់ចំណុចទី10ជាប់គុកនឹងការងារដែលមានសម្ពាធខ្ពស់មិនមែនជាទ្រព្យសម្បត្តិគេមរតកទេមិនមែនជាសម្បត្តិមរតកអូខេការពិតបើសិនបើអាជីវកម្មមួយមិនអាចដំណើរការបានសូម្បីតែមួយខែដោយគ្មានវត្តមានផ្ទាល់របស់ស្ថាបនិកបើបង្កចោលម្ដងទៀតគឺពុំដែរនោះវាមិនមែនជាសហគ្រាសពិតប្រាកដទេវាគ្រាន់តែជាការងារដែលមានសម្ពាធខ្ពស់មួយដែលគ្រប់គ្រងដោយគ្រួសារតែប៉ុណ្ណោះប្រព័ន្ធរចនាសម្ព័ន្ធពិតប្រាកដនឹងបង្កើតទ្រព្យសម្បត្តិដែលអាចរស់បានដោយខ្លួនឯងដោយសារប្រព័ន្ធការងារការពារទាំងទ្រព្យសម្បត្តិនិងផ្ដល់ភាពស្ងប់សុខដល់គ្រួសារសម្រាប់មនុស្សជំនាន់ក្រោយវ៉ាវអូខេកន្លែងហ្នឹងអាម្ដងទៀតប្រព័ន្ធរចនាសម្ព័ន្ធពិតប្រាកដនឹងបង្កើតទ្រព្យសម្បត្តិដែលអាចរស់បានដោយខ្លួនឯងដោយសារប្រព័ន្ធការងារការពារទាំងទ្រព្យសម្បត្តិនិងផ្ដល់ភាពស្ងប់សុខដល់គ្រួសារសម្រាប់មនុស្សចំនួនក្រោយអូខេកន្លែងហ្នឹងឡយចំណុចទី10ហ្នឹងប៉ុន្តែហ្នឹងហើយអូខេនេះគឺជា10ចំណុចដែលខ្ញុំបានលក្ខណៈថាធ្វើ research បន្តិចបន្តួចដើម្បីស្វែងយល់បន្ថែមហេតុមូលហេតុ10យ៉ាងហ្នឹងគឺជា fact មួយហើយខ្ញុំគិតថាវាមានច្រើនជាងហ្នឹងទៀតប៉ុន្តែនេះគ្រាន់តែជាការចែករំលែកទៅដល់បងប្អូនយើងជាពិសេសតែម្ដងទៀតចំពោះបងប្អូនយើងណាដែលគេហៅថានៅក្នុងធ្វើការនៅក្នុងលក្ខណៈអាជីវកម្មបែបគ្រួសារហ្នឹងអញ្ចឹងវាមានចំណុចបែបរបស់វាអញ្ចឹងហើយបងប្អូនយើងណាដែលនៅក្នុងហ្នឹងកំពុងតែប្រឈមមុខវាហើយមានយោបល់អីមាន comment អីដែលអាចជួយឲ្យយោបល់គ្នាបានឬមួយក៏បងសម្រាប់ជាពិសេសសម្រាប់អ្នកមើលដែរជួនកាលអ្នកខ្លះគាត់មើលហើយគាត់ស្ដាប់ហើយតែគាត់អត់ហ៊ានបញ្ចេញមតិយោបល់អ្វីឬមួយក៏គាត់មានដែរតែគាត់មិនចង់និយាយអ្នកដែលហ៊ាន share អ្នកហ៊ានអីគឺអាច share ចែកម្លែកបានដើម្បីឲ្យចង់និយាយថាមានការរីកចម្រើនទាំងអស់គ្នាពីព្រោះយើងគិតមើលទៅធម្មតាពុកម្ដាយជំនាន់មុនជំនាន់ក្រោយបើលក្ខណៈក្នុងជាគ្រួសារអញ្ចឹងគឺមិនមែនគោលម្ដងរបស់គាត់មិនចង់ឲ្យអាជីវកម្មបរាជ័យទេតែពេលខ្លះដោយសារតែជាធម្មជាតិនៃមនុស្សវាមាន challenge វាមានការពិបាកអញ្ចឹងមែនអញ្ចឹងពេលខ្លះយើងត្រូវតែដឹងចំណុចខ្វះខាតចំណុចបរាជ័យដើម្បីយើងដឹងថាអញ្ចឹងយើងកុំធ្វើវាឬមួយក៏យ៉ាងម៉េចអញ្ចឹងទេអញ្ចឹងអូខេខ្ញុំសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់គ្នាយើងហើយបើគិតថាល្អហើយបើគិតថាមានបងប្អូនណាដែលគាត់នៅក្នុងមិត្តភក្តិណាដែលគាត់នៅក្នុងអាជីវកម្មបែបគ្រួសារក៏ដែលអាចគួរដឹងឮហ្នឹង share មកតទៅគាត់ដើម្បីមានការដឹងពីវាខ្លះដើម្បីយើងមានការរីកចម្រើនអូខេអរគុណច្រើនជួបគ្នានៅពេលក្រោយ